អ្នកទាំងអស់គ្នាហ៊ានអត់បើសិនជាគេឲ្យ$1000វង្វេងនៅក្នុងព្រៃនេះមួយយប់បាទនិយាយពីទីកន្លែងដែលសំបីតែថ្ងៃចូលទៅមិនដល់ដែរនោះហើយសំបីតែខ្យល់ក៏នៅស្ងៀមស្ងាត់ដល់ថ្នាក់អាចឮសំឡេងបេះដូងរបស់ខ្លួនឯងផងដែរមនុស្សគ្រប់គ្នានឹងគិតទៅដល់ព្រៃមួយនៅឯប្រទេសជប៉ុនអូគីកាហារ៉ាជាព្រៃដែលពោពេញទៅដោយអាថ៌កំបាំងដ៏ច្រើនសម្បើមតាំងពីសតវត្សមុនមកអូគីកាហារ៉ាស្ថិតនៅជើងភ្នំហ្វូជីដែលជាតំបន់ភ្នំភ្លើងមួយកន្លែងដីនៅក្នុងព្រៃធ្វើឡើងពីថ្មឡាវីដែលធ្វើឲ្យសំឡេងអ្នកទាំងអស់គ្នាបានស្រូបយ៉ាងខ្លាំងអ្នកដែលនៅក្នុងព្រៃអត់ឮសំឡេងខ្លួនឯងច្បាស់នោះទេសូម្បីតែសត្វផ្សេងៗឬក៏សត្វចចកក៏បាត់សំឡេងដែរអ្នកទាំងអស់គ្នា GPS មិនដំណើរការនោះទេព្រោះតែម៉ាញេទិកមាននៅក្នុងដីទាំងអស់នេះធ្វើឲ្យមនុស្សមិនអាចកំណត់ទិសដៅបានទេហើយតែងតែរើសផ្លូវវង្វេងដែលដឹកនាំឲ្យទៅកាន់ជ្រូកឬក៏តំបន់ខ្មៅងងឹតនៅក្នុងព្រៃរឿងព្រេងដែលបានកើតឡើងនៅទីនោះគេនិយាយតៗគ្នាថាវិញ្ញាណយូរីដែលស្លៀកសម្លៀកបំពាក់ពណ៌សតាមប្រពៃណីជប៉ុនមានវិញ្ញាណស្រីដែលបានស្លាប់ដោយភាពឈឺចាប់ឬត្រូវគេបោះបង់ចោលនោះជាយូរីមានសម្លៀកបំពាក់ពណ៌សសក់វែងអណ្ដែតនៅលើដីឆ្លោះក្នុងពន្លឺភ្នំហ្វូជីពេលល្ងាចមានអ្នកដើរព្រៃជាច្រើនបានរាយការណ៍ថាមើលឃើញសត្វមិនស្គាល់អត្តសញ្ញាណឮសំឡេងស្រែករបស់មនុស្សស្រីស្រាលនៅពីក្រោយឬឮសំឡេងដើរតាមពីក្រោយក្នុងពេលដែលមិនមានអ្នកណាម្នាក់នោះទេមានជនបរទេសជាច្រើនបានថតបានសំឡេងនឹងរឿងចម្លែកឮសូរសំឡេងស្រែកតែអត់ឃើញមានអ្នកណាតតែសោះឬឮសំឡេងក្មេងរត់តែក្នុងព្រៃអត់មានផ្លូវនោះទេអ្នកទាំងអស់គ្នាអ្នកចូលព្រៃជាច្រើនយកខ្សែសម្គាល់ដើម្បីជាពន្លឺនាំផ្លូវត្រឡប់មកផ្ទះវិញតែក្នុងព្រៃមានខ្សែនេះជាច្រើនហើយដែរចងដោយមនុស្សខ្លះដែលមិនដែលត្រឡប់មកវិញនោះទេមូលហេតុដែលអូគីកាហារ៉ាគេស្អប់ថាជាព្រៃនៃសេចក្តីស្លាប់នោះគឺក្នុងព្រៃស្ងាត់ខ្លាំងមែនទែនធម្មជាតិបាត់សូរសំឡេងឈឹងតែម្ដង GPS មិនដំណើរការទីតាំងក៏ដាច់ស្រយាលរឿងព្រេងជប៉ុនពីសតវត្សទី19ដល់20មានករណីបាត់ខ្លួនពិតៗជារៀងរាល់ឆ្នាំក្រុមស្តាននិងក្រុមឆ្មាំព្រៃជប៉ុនតែងតែដើរក្នុងព្រៃនោះជារៀងរាល់ឆ្នាំដើម្បីស្វែងរកមនុស្សដែលបានបាត់បង់ជីវិតថ្នាក់ជនជាតិជប៉ុនក៏ដាក់ស្លាកនៅលើដើមឈើដែលមានដូចជាសូមគិតពីគ្រួសាររបស់អ្នកជីវិតរបស់អ្នកគឺមានតម្លៃខ្លាំងណាស់ដោយសារតែមានមនុស្សមួយចំនួនធំឲ្យតែបាក់ទឹកចិត្តឬក៏ពិបាកចិត្តរឿងអ្វីមួយពួកគាត់តែងតែទៅសម្រាប់ខ្លួននៅឯព្រៃនោះហើយវាមានករណីដែលល្បីល្បាញជាច្រើនទៀតនៅក្នុងព្រៃអូគីកាហារ៉ានេះដែលបានថតជាប់ដោយកាមេរ៉ាឬសំឡេងចម្លែកដែលយើងមិនអាចនិយាយបានតើអ្នកគិតយ៉ាងម៉េចដែរសម្រាប់សំណួររបស់ខ្ញុំនៅខាងដើមវីដេអូតើអ្នកទាំងអស់គ្នាព្រមទេ$1000សូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក